ទស្សនីយភាពបងប្អូនមកលេងកោះរ៉ុងនៅប្រទេសកម្ពុជាយើងម្ដងនេះវិចបង្វិចពីកញ្ចប់ឡើងទូកទូកល្បឿនលឿនហ្នឹងប្រហែលជាកន្លះម៉ោងទៅដល់កោះរ៉ុងហើយឥឡូវពេលឡើងទូកគេឲ្យចាំអង្គុយចាំទំមតែមនុស្សឡើងដាក់អីវ៉ាន់មកអស់ឡើងក្តៅពេញហ្នឹងហ្មងឥឡូវចាប់ផ្ដើមចេញដំណើរទៅហើយមានអ្នកភ្ញៀវទេសចរមកពីបរទេសច្រើនមែនតើហើយទេសភាពបើសិនជាមើលពីក្នុងទូកទឹកក្រូចនោះស្អាតមួយនាំគ្នាឡើងចូលអង្គុយថតមើលទេសភាពមានកប៉ាល់នៅខាងស្នាមដៃហ្នឹងជិះមកអញ្ចឹងនាំគ្នាថតលេងពេលទៅដល់ហ្នឹងវារៀងយប់ជ្រៅគ្រាន់វាល្ងាចហើយវាមិនតាន់យប់ទេអញ្ចឹងបានដើរនៅមាត់ទន្លេដើរមាត់សមុទ្រហ្នឹងលេងបន្តិចមើលជុំវិញលើកទី1ហើយដែលពួកខ្ញុំទៅកោះរ៉ុងហ្នឹងអត់ដែលបានទៅទេយូរហើយប៉ុន្តែអត់ដែលបានទៅសោះឥឡូវមកមើលទេសភាពពិតជាស្អាតមែនចង់ទៅម្ដងទៀតចង់ទៅអត់ណាយហ្មងទៅកោះរ៉ុងស្អាតមែនតើស្រូបខ្យល់អត់សូវមានកាលពេលទៅហ្នឹងប៉ុន្តែមានអារម្មណ៍ថាស្រស់ស្រាយមែនតើគ្នាមួយទឹកមួយអីវាយប់ល្មមឥឡូវនាំគ្នាដើរចេញមកក្រៅមកមើលភ្លើងនៅតាមមាត់សមុទ្រតិចអ្នកខ្លះគាត់នៅមួយទឹកមួយអីនៅឡើយនៅតាមផ្លូវហ្នឹងគេមានភ្លើងមានអីមានបាសមានអីចាក់កំសាន្តលេងបើអ្នកខ្លះទៀតគាត់មកយល់តងយកអីលេងមួយកូនមួយប្រពន្ធគាត់ហ្នឹងទៅផ្លូវគេនៅតាមឆ្នេរសមុទ្រហ្នឹងគេចាក់ជាប៊ីតុងហើយយើងអាចដើរកំសាន្តក៏បានអាចជិះម៉ូតូនៅលើហ្នឹងក៏បានហើយនៅខាងស្ដាំដៃហ្នឹងគេមានលក់មានភោជនីយដ្ឋានមានផ្ទះសំណាក់មានអីនៅក្នុងនៅជាប់មាត់សមុទ្រតែម្ដងហើយបើផ្លូវដើរហ្នឹងគឺគេលក់ដូចផ្សាររាត្រីអញ្ចឹងមានខ្មែរយើងក៏លក់មានបរទេសក៏លក់មានបរទេសខ្លះក៏លក់គ្រឿងអនុស្សាវរីយ៍លយជាងខ្មែរយើងទៅទៀតហើយនៅហ្នឹងក៏អាចរកជិះតុកតុកបានដែរហើយនៅតាមផ្លូវមហូបអីអត់ទៅជាថ្លៃប្រហែលទេធូរថ្លៃអត់មានកោមានអីដូចទៅកន្លែងខ្លះទេគាត់នៅលក់នៅលើដងផ្លូវហ្នឹងហើយមានប្រហិតមានអីពួកខ្ញុំចូលទៅញ៉ាំប្រហិតញ៉ាំអីនៅហ្នឹងឯងពងទាកូនហើយឥឡូវនេះដើរទៅតាមមាត់សមុទ្រហ្នឹងគឺមនុស្សមិនថាច្រើនប្រហែលក៏មិនថាតិចប្រហែលដែរអ៊ូអរមែនតើមានគេដើរទៅដើរមកជិះម៉ូតូជិះកង់3ទៅវិញទៅមកហើយមានហាងមានអីអត់ខ្វះអីទិញទេបើត្រូវការអីដើរមកកន្លែងមាត់សមុទ្រហ្នឹងមកហើយអ្នកខ្លះគាត់ទៅមួយទឹកមួយអីនៅពេលយប់ហ្នឹងឯងអ្នកដែលគាត់ចង់ញ៉ាំគ្រឿងសមុទ្រគ្រឿងអីបាទនៅស្ដាំដៃនេះហើយបើអ្នកខ្លះចង់ញ៉ាំភីហ្សាក៏គេមានហាងភីហ្សាអីនៅកញ្ឆ្វេងដៃនេះដែរដើរទៅនៅជុំវិញហ្នឹងគឺច្រើនមានម្ហូបអាហារអីច្រើនមែនតើអត់ខ្វះអីហូបទេស្រួលព្រឹកព្រលឹមឡើងនាំគ្នាកំងបាយកំងបបរញ៉ាំមកហើយដើម្បីជួលម៉ូតូជិះជុំវិញកោះរ៉ុងហ្នឹងម៉ូតូគឺជួលមួយថ្ងៃដូចជា$10គេចាក់សាំងឲ្យមកពេញអញ្ចឹងជិះតាណាជិះទៅពួកខ្ញុំចាប់ផ្ដើមជិះជុំវិញកោះហើយបានប្រទះឃើញកន្លែងរមណីយដ្ឋានធម្មជាតិមួយដែលមានឈ្មោះថាអេកូទេសចរព្រៃកោងកាងហើយឡើងជួលព័ត៌មានចូលម្នាក់$2បើចង់ចូលធ្វើដំណើរចុះមកដល់ក្រោមមានបងប្អូនខ្មែរយើងក៏ចាក់បាសចាក់អីនៅកង្កោបនឹងហូបជុំគ្នាខ្ញុំដើរមកខាងឆ្វេងមកកុំឲ្យប៉ះពាល់ពួកគាត់នៅខាងឆ្វេងនេះគេមានផ្លូវមួយចុះទៅមាត់ទឹកហើយនៅកន្លែងមាត់ទឹកនេះគេមានទូកជួលលេងកំសាន្តមានអូបក៏មានទូកក៏មានដោយសារពេលល្ងាចអញ្ចឹងអត់មានអ្នកជូនយើងទេឡើយដើរមកឆ្វេងទេគេមានតូបលក់អីវ៉ាន់លក់អាហារមួយនៅខាងចុងផុតនេះហើយបានដើរទៅធ្វើហ្នឹងក៏អស់ទៅពួកយើងដើរមកខាងស្ដាំវិញម្ដងខាងស្ដាំនេះគេធ្វើស្ពានឲ្យយើងដើរមើលព្រៃដើរមើលទឹកអីនៅជុំវិញហ្នឹងឯងដើរមើលបន្តិចហើយក៏ចាប់ផ្ដើមចេញពីព្រៃកោងកាងនឹងវិញមកដោយសារតែវាល្ងាចហើយខ្លាចជិះទៅមាត់សមុទ្រវិញវាយឺតពេល